នេះគឺជាវីដេអូថ្មីមួយបន្ថែមទៀតសម្រាប់ចែកជូនអ្នកទាំងអស់គ្នាធ្វើការកម្សាន្តអារម្មណ៍ហើយបើក្បាលវីដេអូមកនេះគឺខ្ញុំនៅកន្លែងការ៉ាសាំងកាតិចតែម្ដងមែនតើទៅការធ្វើដំណើររបស់ខ្ញុំលើកនេះគឺខ្ញុំថតតាំងពីថ្ងៃច័ន្ទសប្តាហ៍មុនហ្នឹងហើយត្រូវជាថ្ងៃទី9ខែ6ឆ្នាំ2025ហ្នឹងហើយតែបានយកមកកាត់ឲ្យអ្នកទាំងអស់គ្នាធ្វើការទស្សនាកម្សាន្តលេងអញ្ចឹងមែនតើទៅការធ្វើដំណើរចុះ trip ទៅខេត្តស្រុកកំណើតរបស់ផ្ទាល់ enjoy នឹងការជិះម៉ូតូខ្លាំងមែនតើដោយសារខ្ញុំអត់សូវជិះឡានទេគឺខ្ញុំ enjoy ជាមួយការជិះម៉ូតូដោយសារតែបើយើងបានមើលទេសភាពតាមដងផ្លូវទិដ្ឋភាពផ្សេងប្លែកភ្នែកស្រុកគេអញ្ចឹងណាយើងបានជិះមើលអញ្ចឹងទៅអញ្ចឹងបានខ្ញុំ enjoy ជាមួយនឹងការជិះម៉ូតូខ្លាំងមែនតើគឺអត់ដែរជិះឡានទេតាំងពីឡើងមកនៅភ្នំពេញគឺពេលទៅលេងស្រុកម្ដងគឺខ្ញុំតែងតែជិះម៉ូតូរហូតហ្នឹងមែនតើទៅការធ្វើដំណើរ trip លើកនេះគឺខ្ញុំធ្វើដំណើរតាមផ្លូវជាតិលេខ6ហ្នឹងហើយតាមផ្លូវជាតិលេខ6ឆ្ពោះទៅខាងស្គុនហើយក៏ចាក់បន្តទៅចូលក្នុងក្រុងកំពង់ចាមដើម្បីធ្វើដំណើរតាមមាត់ទន្លេដើម្បីឆ្ពោះទៅខាងឆ្លងស្ពានស្ទឹងត្រង់ទៅតាមស្រុកក្រូចឆ្មាហ្នឹងហើយជារឿយៗខ្ញុំលើកមុនហ្នឹងគឺខ្ញុំចុះខេត្តគឺខ្ញុំតែងតែទៅតាមផ្លូវជាតិលេខ8ទៅខាងត្បូងឃ្មុំកញ្ចាយមេអញ្ចឹងណាខាងព្រៃវែងតែលើកនេះខ្ញុំចង់ផ្លាស់ប្ដូរចំណីភ្នែកហ្នឹងហើយក៏ដូចជាមកមើលទេសភាពស្រុកកំណើតគេថាវាស្អាតប៉ុណ្ណាតាមផ្លូវជាតិលេខ6ទៅខាងស្គុនកំពង់ចាមហ្នឹងដោយសារតែនេះគឺជាលើកទី1ហើយដែលខ្ញុំជិះផ្លូវហ្នឹងគឺប្លែកភ្នែកខ្លាំងមែនតើគឺលើកទី1បើកលេចមកមើលអវ៉ាន់យើងវិញចុះ trip ទៅស្រុកតាប្រហែលថ្ងៃទេតែដូចវិចរត់ចោលស្រុកទៅស្រុកក្រៅអញ្ចឹងគឺអវ៉ាន់ច្រើនមែនតើទាំងអស់គ្នាមើលទៅដឹងហើយនៅលើម៉ូតូហ្នឹងគឺអវ៉ាន់ដូចគេរត់ចោលស្រុកអញ្ចឹងអូខេអ្នកទាំងអស់គ្នាឥឡូវហ្នឹងយើងមកដឹងថាដល់ណាទេដោយសារតែផ្លូវដែលខ្ញុំកំពុងតែធ្វើដំណើរនេះគឺលើកទី1គឺផ្លូវតាមកំពង់ចាមហើយការធ្វើដំណើររបស់ខ្ញុំលើកមុនគឺមុនគឺតាមផ្លូវឃ្មុំហ្នឹងហើយតែលើកនេះគឺខ្ញុំធ្វើដំណើរតាមកំពង់ចាមតាមផ្លូវកំពង់ចាមអញ្ចឹងខ្ញុំតាមផ្លូវអញ្ចឹងអត់តាមដល់គីឡូទេខ្ញុំទៅដល់ស្គុនអញ្ចឹងខ្ញុំចាំជួបគ្នានៅស្គុនអូខេមែនតើទៅអ្នកទាំងអស់គ្នាតែងតែឃើញខ្ញុំចុះទៅខេត្តជាច្រើនដងច្រើនលើកច្រើនសារអញ្ចឹងណាហើយលើកនេះដែរគឺខ្ញុំចុះទៅគឺមានភារកិច្ចមួយទៅដកសញ្ញាបត្រដោយសារឆ្លាតទឹមនេះអញ្ចឹងណាទឹមឲ្យទៅដកហើយសញ្ញាបត្រដែលខ្ញុំប្រើយកមកធ្វើការរាល់ថ្ងៃនៅរាជធានីភ្នំពេញហ្នឹងគឺប្រភេទបន្តអសនទេអ្នកទាំងអស់គ្នាតែឥឡូវហ្នឹងគឺខាងសាលាក៏រៀបចំបានចែកសញ្ញាបត្រពិតសម្រាប់សិស្សានុសិស្សទាំងអស់អញ្ចឹងទៅក៏ខ្ញុំមានពេលក៏ខ្ញុំឆ្លៀតចុះទៅដកវាហើយដោយសារនិយាយទៅសញ្ញាបត្រហ្នឹងគឺខាងសាលាគេរៀបចំតាំងពីខែ3ថ្ងៃ20ជាងអ្នកទាំងអស់គ្នាខែ3ថ្ងៃ20ជាងគាត់ថាខ្ញុំមិនបានទៅយកដោយសារខ្ញុំរវល់ជាប់ធ្វើការនៅរាជធានីភ្នំពេញយើងអញ្ចឹងណាតែមានពេលទៅក៏ឆ្លៀតចុះទៅដកឲ្យហើយទៅអូខេអ្នកទាំងអស់គ្នាឥឡូវយើងមកដល់ស្គុនហើយថ្ងៃហើយខ្ញុំឈប់នេះសិនដាក់កាហ្វេមួយកែវសិនដោះនៃការមួយទៅឥឡូវយើងមកដល់ស្គុនទឹកដល់មិញហើយយើងដាក់កាហ្វេមួយកែវហើយចាំយើងបន្តទៅមុខទៀតអូខេឥឡូវយើងឃើញគោលដៅហើយថ្ងៃនេះបងប្អូនឥឡូវហ្នឹងគឺយើងមកដល់មិញហ្នឹងគឺមកឈប់ចំកន្លែងស្តុកកាហ្វេហ្នឹងគេថាទៅស្តុកបងទៅនឹងហ្នឹងនៅក្បែរនឹងកន្លែងយើងឈប់នឹងដែរមកកៅម៉ានមកទូទៅកាហ្វេមួយសិនកាហ្វេមួយសិនទូទៅមកកៅ 5,000 ត្រូវហ៎
mới tân này thôi này cà phê mới tân mấy cái này ra là lại đang dương còn từ hai dân thì tròn thì phải đặt con đại của phải tụ bua lên giống nó xa về luôn rồi này là đang dương để trong chân và nó phải to được không lắm đâu nó ngay bắt đầu bây giờ chạy mơ mà tô hay đặt cà phê mà kéo nó dân cho mơ cái lại vùng mù scone mình nó cứ vùng mù scone hay dân có ban bận to đầm ná cho chạy cho từ khai cái bông tràm là ngày hay ní cái chia play đài chả cho từ trong cái bông tràm khơi tha bong bong có cái bông đèn sang son giống này dân miền trung play rồi đôi chỉ đam chơi đam ấy dân từ hay ní cái chữ tập hiệp room này nhom ban chỉ pot này cái lại play để miền trung play cái thơ nó về lọ vậy tới pi scone máu cứ về play lọ ta mình tê hay ní cái chữ tập hiệp chả cho từ trong cái bông tràm là ngày hay mà đo cái lại ní cái chia rồi vùng mù ở trong chả cho từ trong cái bông tràm ngay cứ thành hiệp play cứ đầy những để xa khang khai cái bông tràm kia cái bông trà riệp tròn phơ hết thà ra china spawn thay giống này từ ngõ kia hay nhưng mà sẽ đứng chỉ ba tế tha sang son ca phơ nó cứ cầm rong cái chọp nơi nam na tai này giống này để xa nick cái chia lực tìm mùi ấy để nhom ban phơ đầm này để khang khai cái bông tràm này ok này từ ngõ này là lời năng dương mà đò trong cái bông tràm là năng cái mà tô tích ao về hẹn tích chạm mà sân tích được phải ngày đó cái này lời năng dương mà đò trong cái bông tràm ấy tích biết đấy dương mình buộc từ tam mọt lệ từ đầu mọt lệ hàng trong cái bông tràm là hốt bây giờ từ lon này tiền chân trắng cái hàng trọc rồi mà này cái hàng trọc rồi mà hay lên từ đẹp ngọt này chúc nghe tích biết mình tên tới chắp pi lời trên pi xuân cho ba trong cái bông tràm đi tới tam mọt lệ nó cứ nhom một ban thò tên gì mà cứ lời về bà bạ mình tên phơi ở nhom bà bạ trong ca can camera thò đây xa lời nó về bà bạ bây cứ về lệ hai về tất cả lột về bao lệch bao ca chẳng là này ngọt kia lời thay này ai này tua này đăng thà tua nông mới có tua lấy mong con mơ nè thấy nhé để pho trong sạ play thay nè nghe playกับpông cham á playกับpông cham nè thấy nhé để pho là ngay trong sạ play thay lôi sập cái này em rồi à steel cup thì cái đó tương toán anh đây các bạn là đang chụp từ mẹ tôi xem tôi sao về cái bài đó ai kể màu nãy trong chụp trong tí chứ rồi nè tụi nó này nhom dễ tới play nó thay lần tìm mua thì mẹ nhom giống này ở đằng thà cái này nó nhom vậy mình thà túi nó rồi coi thì nung rồi coi thì ở vậy nhưng mà sao đăng cho bạn ăn khơi cái đó này khơiปูcái sàn nên cái sàn Boran này thằng cách đây bông tràm là lại ở toàn châu từng trắng khang này bông mùng coi chma này các bạn nên cái Boran đấy này tóm máu dân còn chụp phơi đầm na chụp từ rồng vùng mù đầm bay ở với cả line spin từng trắng đầm bay chlong từ sọc rồi mà hay ní cái chia từ tập hiệp là ngay thành hiệp play đặc kỳ ban chạy phẹp giờ chẳng na thà từ na dân mờ ta năng từ hay nhom mà đo cái line vùng mù ní có nhom chụp từ mờ thành hiệp khó ngay piประมาณnăm môn này nhom ban một đo cái line năng mà đong đáy là ngay lấy ban mau mà đong tiết cứ miền thành hiệp play em
មែនតើទៅចូលមកដល់ខាងទឹកដីស្រុកក្រូចឆ្មានេះខ្ញុំសូមលម្អិតទៅលើសញ្ញាបត្រខ្ញុំបន្តិចការទៅដកសញ្ញាបត្ររបស់ខ្ញុំនេះគឺចេញពីក្រសួងការងារហ្នឹងហើយអ្នកទាំងអស់គ្នាដោយសារខ្ញុំរៀនសាលានៅកាចេះហ្នឹងគឺប្រភេទរៀនជំនាញហ្នឹងហើយបើសិនជារៀននៅខាងស្រុកកណ្ដាលខ្ញុំគឺប្រភេទជាសញ្ញាបត្រដោយសារសាលារដ្ឋអញ្ចឹងគឺចេញពីក្រសួងអប់រំយុវជននៃកីឡាបើសិនជាសួរឲ្យខ្ញុំបែងចែកថាសញ្ញាបត្រពីរហ្នឹងខុសគ្នាមិនគឺខ្ញុំដឹងនិយាយមិនដែរខ្ជិលបរិយាយច្រើនណាស់អ្នកទាំងអស់គ្នាដឹងត្រឹមតែប៉ុណ្្នឹងអញ្ចឹងណាបន្ទាប់ពីយើងបានធ្វើដំណើរជាច្រើនម៉ោងច្រើនពេលមកដល់ឥឡូវគឺយើងបានមកដល់រង្វង់មូលខាងខេត្តកាចេះយើងហើយគឺរង្វង់មូលព្រែកផ្សរនឹងឯងហើយក៏យើងបានឈប់ធ្វើការចូលបន្ទប់ទឹកដើម្បីស្រេនេះស្រេនោះអីចឹងណាសម្រាប់មនុស្សប្រុសហើយលុបមុខលុបមាត់ចឹងទៅវាក្តៅមុខក្តៅមាត់ពេកដោយសារយើងជិះប្រើរយៈពេលយូរហើយក៏អង្គុយចូលនៅម៉ាតតេឡាខ្មែរហ្នឹងអង្គុយនៅម៉ាតដាក់ទឹកឲ្យត្រជាក់ខ្លួនតិចសិនចាំបន្តដំណើរទៅធ្វើការដកសញ្ញាបត្រនៅសាលាដោយសារសាលាហ្នឹងគឺនៅក្បែរហ្នឹងដែរទេជិះប្រហែលជា15នាទីអីដល់ហើយនឹងហើយបន្តមកទៀតគឺខ្ញុំបានកាត់មកដល់សាលាតែម្ដងគឺខ្ញុំអត់បានថតផ្លូវធ្វើដំណើរទេដោយសារវាញ៉ៃញ៉ៃម៉ូតូឡានច្រើនឆ្វេងឆ្វាយអញ្ចឹងទៅខ្ញុំក៏ខ្ជិលដាក់កាមេរ៉ាទៅខ្លាចមានគ្រោះថ្នាក់អីចឹងណាអ្នកទាំងអស់គ្នាអញ្ចឹងក៏ខ្ញុំកាត់មកដល់សាលាដើម្បីធ្វើការសញ្ញេក៏ដូចជាបំពេញបែបបទដើម្បីយើងទទួលសញ្ញាបត្រដកសញ្ញាបត្រទាំង3កម្រិតរបស់យើងនឹងហើយនៅពេលដែលយើងសញ្ញេរួចរាល់យើងធ្វើអីបំពេញសំណុំបែបបទអីរួចរាល់ក៏យើងធ្វើការនិយាយលេងក៏ដូចជាជាមួយលោកគ្រូអ្នកគ្រូហើយសិស្សប្អូនចាស់ច្បងដែលយើងធ្លាប់រៀនជាមួយគ្នាពីមុនអញ្ចឹងណាយើងបែកគ្នាយូររៀងនឹកដែរហ្នឹងហើយអ្នកទាំងអស់គ្នាយើងក៏បានជជែកគ្នាអង្គុយប្រាជ្ញគ្នាពេលហ្នឹងលំបាកជាង2ម៉ោងដែរតែមកបានចេញពីសាលាទៅធ្វើដំណើរទៅគេហដ្ឋានគឺដោយសារយើងបែកគ្នារៀងយូរដែរឆ្នាំប្រហែលខ្ញុំអត់សូវចាំច្បាស់ដែរអញ្ចឹងយើងប្រោកប្រាជ្ញគ្នារៀងយូរដែរអ្នកទាំងអស់គ្នាកុំឲ្យប្រកែកអ៊ូថាក្តៅពេកហ្នឹងហើយបានចេញពីសាលាមកភ្លាមគឺភ្លៀងដូចគេចាក់ទឹកអញ្ចឹងអ្នកទាំងអស់គ្នាគឺចិត្តនឹងដល់ផ្ទះហើយហ្នឹងគឺភ្លៀងមកតែម្ដងអញ្ចឹងសម្រាប់វីដេអូទៅដកសញ្ញាបត្រហ្នឹងយើងមានតែប៉ុណ្្នឹងទេអរគុណច្រើនសម្រាប់ការទស្សនាពីដើមរហូតដល់ចប់ទឹកអស់លើហើយដាក់អញ្ចឹងទៅល្អហ្នឹងហើយទី1តែសញ្ញាបត្រនៅថ្នាក់ទី1ទៅ3កម្រិតអូថតដាក់តែមួយយ៉ាងគ្រូណាថតតែមួយហ្នឹងឯងផងបិទណាទី2 3 4 5 6 7